hàng chính biết miền ca sung ngược lang khang ca bị dục ngày sọp đại sa tè sân tu bạc đô la miền ca thẻ cho bắt đầu bị chỉnh sai từ nơi sẽ tách được bớt sờ mệt số xóa cũng một ca bị phiền lầm lại hàng chính biếtประจำngàyจันที่มาเผยปรำบุญแค่กันยาชนปีพรมาเผยปรำบางคนยังเคยทางchính biết ca bị ngày sọpกลองเตอร์นี่คือmiền caสงงือบลางตะเลือครั้งแต่เราคำรัดใบปอนปรำปีร้อย80 ใบดอลลาร์ขึ้นมาเอาการเงือบลางนี่คือประตูปีเจนไซน์ในตอนนี้เศรษฐกิจแบบปอนจมวยหนึ่งตอนนี้แต่พอร์นัสโนร์บอสระอเมริกเจนโมคือโดยตอนนั้นการเชียร์กอร์บอลในเศรษฐกิจហើយក៏វារក្សានៅកម្រិតដដែលកម្រិត2.9%ដែលដូចទៅនឹងទិន្នន័យខែមុនបាទដែលជាហេតុធ្វើឲ្យវិនិយោគិនគាត់រំពឹងថាធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែ10នេះបាទអញ្ចឹងយើងមកវិភាគតម្លៃហាងឆេងមាសនៅក្នុងសប្តាហ៍ថ្មីថ្ងៃច័ន្ទនេះទាំងអស់គ្នាបាទចង់ដឹងថាតើវានឹងមានទិសដៅបែបណាបន្តទៀតបាទតាមបច្ចេកទេសខ្ញុំ view មើលរយៈពេលមួយសប្តាហ៍ទៅមុនសម្រាប់តម្លៃហាងឆេងមាសបើសិនជាយើងមើលទៅលើប្រកូប្រចាំសប្តាហ៍គឺមានកម្លាំងទិញឡើងទៅលើខ្លាំងអត់ទាន់មានសញ្ញាណាមួយដែលបង្ហាញពីការធ្លាក់ចុះមកវិញទេមិនថាទំនោរឬក៏មិនថាកម្លាំងទិញលក់ទេគឺសុទ្ធតែមានកម្លាំងទិញខ្លាំងទាំងអស់បាទអញ្ចឹងប្រកូប្រចាំសប្តាហ៍ខ្ញុំនៅមើលឃើញមានការកើនឡើងបន្តទៀតបាទសម្រាប់តម្លៃហាងឆេងមាសយើងចូលទៅមើលប្រកូប្រចាំថ្ងៃវិញបាទសម្រាប់ប្រកូប្រចាំថ្ងៃគឺអត់ខុសពីប្រកូប្រចាំសប្តាហ៍ប្រហែលទេបាទគឺស្ថិតនៅក្នុងទំនោរកើនឡើងហើយបើយើងនិយាយពីកម្លាំងទិញគឺនៅមានកម្លាំងទិញឡើងដដែលអត់ទាន់មានសញ្ញាលក់ឆោះមកវិញទេបងប្អូនឃើញនេះព្រឹកនេះគាត់ឲ្យបើកផ្សារមកគឺបើកនៅប្រកូពណ៌បៃតងអញ្ចឹងបង្ហាញពីកម្លាំងទិញឡើងដដែលឥឡូវយើងបកទៅមើលប្រកូរយៈពេល4ម៉ោងទាំងអស់គ្នាបាទសម្រាប់ប្រកូរយៈពេល4ម៉ោងបាទសម្រាប់ប្រកូរយៈពេល4ម៉ោងយើងមើលឃើញថាតម្លៃហាងឆេងមាសវារៀង sideways បាទ sideways នៅក្នុងតំបន់ខាងលើនេះបើយើងគិតទៅគឺចាប់តាំងពីឡើងខ្ពស់វគ្គដំបូងហ្នឹងគឺនៅថ្ងៃទី23បើក៏ទៅគឺការសប្តាហ៍មុនណាដើមសប្តាហ៍មុនយើងឃើញថាកើនឡើងខ្ពស់ហើយម្ដងចុងសប្តាហ៍វាឡើងមកខ្ពស់ម្ដងទៀតអញ្ចឹងបច្ចុប្បន្ននេះបើសិនជាយើងមើលប្រកូរយៈពេល4ម៉ោងបើសិនជាមានការធ្លាក់ចុះមកខាងក្រោមវិញខ្ញុំមើលទៅមាននេះអាចនឹងបកកាជារៀងមួយគេហៅថារៀងdouble top បាទអញ្ចឹង double top នេះគឺជាប្រភេទ pattern មួយគេហៅថា reversal chart pattern ឧទាហរណ៍ថាមាសកំពុងតែមានទំនោរឡើងអញ្ចឹងចេញប្រភេទ pattern នឹងបែបនឹងមកគឺអាចនឹងបកកាជាទំនោរចុះទៅខាងក្រោមវិញប៉ុន្តែគ្រាន់តែបច្ចុប្បន្ននេះវាអត់តន់ complete ទេបាទវាបកកើត double top បានលុះត្រាតែវាបំបែក neckline នៅខាងក្រោមនេះហើយ neckline នៅខាងក្រោមនេះបងប្អូនឃើញនេះអាចនៅខ្ទង់តំបន់3720បាទ neckline វានៅខាងក្រោមហ្នឹងចឹងហ្នឹងគឺវាអត់តន់បកកើតទេប៉ុន្តែវាចេញតម្រង់នឹងមកហើយខ្ញុំឲ្យមួយទៀតឲ្យមើលនៅនេះគោលនេះបកគោលបងប្អូនឃើញណាបកគោលនេះបកគោលរៀងនេះគឺរៀង bearish engulfing បាទ bearish engulfing នេះជាប្រភេទ pattern មួយដែលបង្ហាញពីការធ្លាក់ចុះទៅខាងក្រោមវិញគាត់ថា confirm ថានឹងធ្លាក់ចុះទៅខ្លាំងគឺតតែបិទបកគោ4ម៉ោងនេះបិទបកគោបកហមមួយទៀតបាទបិទបកគោបកហមមួយទៀតអានឹងគឺមានន័យថា confirm ចុះទៅខាងក្រោមហើយយ៉ាងបងប្អូនអាចធ្វើការលក់ចុះទៅខាងក្រោមបែបនេះអានឹងយើងមើលបកគោ4ម៉ោងបាទអញ្ចឹងសម្រាប់ទិសដៅនៅក្នុងថ្ងៃនេះខ្ញុំមើលទៅអាចនឹងមានការធ្លាក់ចុះវិញសម្រាប់បកគោ4ម៉ោងខុសពីបកគោប្រចាំថ្ងៃនិងបកគោប្រចាំសប្តាហ៍ឥឡូវយើងចូលទៅមើលបកគោរយៈពេល1ម៉ោងទាំងអស់គ្នាបាទបកគោរយៈពេល1ម៉ោងខ្ញុំបានបែងចែកជាកម្រិតទាបហើយនិងកម្រិតខ្ពស់បាទសម្រាប់កម្រិតទាបរបស់មាសគឺមាន3កម្រិត3កម្រិតនេះមានកម្រិតទី1នៅកម្រិត3735ដុល្លារក្នុងមួយអោនជាកម្រិតដែលយើងធៀមចាំទិញឡើងកម្រិតទី2នៅកម្រិត3710ដុល្លារក្នុងមួយអោនហើយកម្រិតទី3នៅ3686ដុល្លារក្នុងមួយអោននេះគឺសុទ្ធតែជាកម្រិតដែលយើងធៀមទិញឡើងហើយយើងនិយាយពីកម្រិតខ្ពស់ដែលយើងធៀមលក់វិញណាកម្រិតទី1គឺនៅកម្រិត3784ដុល្លារក្នុងមួយអោនជាកម្រិតខ្ពស់កាលពីថ្ងៃសប្តាហ៍មុនកម្រិតខ្ពស់ទី2គឺជាកម្រិត3808ហើយកម្រិតខ្ពស់ទី3គឺនៅកម្រិត3833ដុល្លារក្នុងមួយអោន3កម្រិតហ្នឹងក៏ជាកម្រិតដែលយើងធៀមលក់ដូចគ្នាបាទគាត់ថាមាសបងប្អូនមើលកម្រិតសំខាន់គឺនៅកម្រិត3784ដុល្លារក្នុងមួយអោនណាបាទអញ្ចឹងកម្រិតនេះបើសិនជាវាបំបែកទិសដៅទៅលើនេះគឺអាចនឹងមានការងើបឡើងទៅលើយ៉ាងខ្លាំង3808នេះបើសិនជាលក់ក៏លក់ក្នុងរយៈពេលខ្លីដែរបាទលក់យក target ខ្លីទេព្រោះក្នុងករណីបើវាបំបែក3784នេះទិសដៅវាអាចទៅលើខ្លាំងបន្តទៀតប៉ុន្តែក្នុងករណីវាអត់បំបែកទេបងប្អូន sell ចុះមក sell មកដល់ខាងក្រោមនេះហើយបើសិនជាបុកអត់ដាច់ទេមាសគឺប្រកាសជា rank នៅក្នុងចន្លោះហ្នឹងឯងបងប្អូនតែបើសិនជាវាបុកដាច់អានឹងប្រកាសណាគឺដូចខ្ញុំជំរាបជូនបងប្អូនអញ្ចឹងវានឹងផ្លាស់ប្ដូរទំនោរហើយកាលណាផ្លាស់ប្ដូរទំនោរនឹងមានការលូចចោលខាងក្រោមខ្លាំងបន្តទៀតបាទអញ្ចឹងមាននៅក្នុងថ្ងៃនេះយើងតាមដានទាំងអស់គ្នាខ្ញុំគិតថាភាគរយច្រើនអាចនឹង sideways នៅខាងលើនេះហើយបាទថ្ងៃនេះថ្ងៃច័ន្ទអត់មានព័ត៌មានសេដ្ឋកិច្ចអីសំខាន់ទេបាទអញ្ចឹងបើសិនជាវាអត់បំបែកទេវាប្រកាសជាលេងនៅលើហ្នឹងឯងព្រឹកនេះទីផ្សារខ្ញុំគិតថានឹងមានការធ្លាក់ចុះទៅខាងក្រោមបងប្អូនអាចពិចារណាធ្វើការលូចចោះទៀមលក់ចោះមកខាងក្រោមបានខ្ញុំនៅខាងក្រោមនេះត្រូវមានសញ្ញាទៅទិញខ្ញុំនឹងជំរាបបងប្អូនបន្ថែមទៀតនៅក្នុងក្រុមរបស់យើងអញ្ចឹងនេះខ្ញុំមានប៉ុណ្ណឹងហើយសូមអរគុណសូមគោរពលាបាទបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ